នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅរសៀលនេះមនុស្សសួរខ្ញុំថាតើយើងសម្រេចបានអ្វីខ្លះនៅភាគខាងជើងហើយចម្លើយរបស់ខ្ញុំគឺយើងបាននាំមកនូវសមិទ្ធផលដ៏អស្ចារ្យមានការគំរាមកំហែងពីរដែលចេញពីប្រទេសលីបង់គឺការគំរាមកំហែងជិតនិងការគំរាមកំហែងឆ្ងាយការគំរាមកំហែងជិតការជ្រៀតចូលរបស់ភេរវកររាប់ពាន់នាក់ចូលទៅក្នុងទឹកដីរបស់យើងនិងការបាញ់ប្រហារប្រឆាំងរថក្រោះមកកាន់សហគមន៍របស់យើងការគំរាមកំហែងឆ្ងាយដែលលោក Nasrallah បានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំការបាញ់មីស៊ីលនិងរ៉ុកកែតចំនួន150,000 គ្រាប់ដែលមានបំណងបំផ្លាញទីក្រុងនានារបស់អ៊ីស្រាអែលយើងបានដកចេញនូវការគំរាមកំហែងទាំងពីរនេះឥឡូវនេះសូមក្រឡេកមើលអ្វីដែលយើងបានធ្វើជាលើកដំបូងយើងបានបង្កើតតំបន់ការពារសន្តិសុខជ្រៅមួយតាមបណ្ដោយព្រំដែនភាគខាងជើងទាំងមូលមិនត្រឹមតែនៅក្នុងប្រទេសលីបង់ប៉ុណ្ណោះទេតាមបណ្ដោយព្រំដែនលីបង់ទាំងមូលរហូតដល់ភ្នំ Hermon ឆ្លងកាត់តំបន់ Golan Heights និងចុះទៅយ៉ាម៉ាប់ពួកគេចង់ឡោមព័ទ្ធយើងដោយរង្វង់ភ្លើងយើងបានបង្កើតរង្វង់សន្តិសុខតំបន់ការពារនេះលុបបំបាត់ការគំរាមកំហែងជិតនៃការឈ្លានពាននិងការបាញ់ប្រហារប្រឆាំងរថក្រោះទាំងស្រុងកងកម្លាំងឯកឈរជើងនៅទីនោះនៅខ្សែលឿងដើម្បីបន្តការពារប្រឆាំងនឹងការគំរាមកំហែងជិតតាក់ទងនឹងការគំរាមកំហែងឆ្ងាយយើងបានបំផ្លាញមីស៊ីល90និងឃ្លាំងស្តុករ៉ុកកែតដែល Nasrallah បានសាងសង់យើងបានកម្ចាត់ Nasrallah ដោយខ្លួនឯងយើងបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងឧបករណ៍ចាប់សញ្ញាយើងបានកម្ចាត់ភេរវកររាប់ពាន់នាក់ក្រុម Hezbollah សប្តាហ៍ថ្ងៃនេះគឺជាស្រមោលនៃអតីតកាលរបស់ខ្លួនបើប្រៀបធៀបទៅនឹងសម័យកាលដ៏អួតអាងរបស់ Nasrallah ប៉ុន្តែខ្ញុំនិយាយដោយស្មោះត្រង់ថាយើងមិនទាន់បានបញ្ចប់ការងារនៅឡើយទេមានរឿងជាច្រើនដែលយើងមានគម្រោងធ្វើតាក់ទងនឹងការគំរាមកំហែងរ៉ុកកែតដែលនៅសេសសល់និងការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើកដែលខ្ញុំនឹងមិនរៀបរាប់លម្អិតនៅទីនេះទេទោះជាយ៉ាងណាក៏ដោយយើងមានគោលដៅបន្ថែមមួយទៀតហើយនោះគឺការរុះរើក្រុម Hezbollah ដូច្នេះខ្ញុំប្រាប់អ្នកម្ដងទៀតដោយស្មោះត្រង់ថានេះនឹងមិនអាចសម្រេចបាននៅថ្ងៃស្អែកទេវាតម្រូវឲ្យមានការខិតខំប្រឹងប្រែងការអត់ធ្មត់និងការស៊ូទ្រាំជាបន្តបន្ទាប់ហើយវាតម្រូវឲ្យមានការរុករកដ៏ឈ្លាសវៃនៃវិស័យការទូតតាមសំណើរបស់មិត្តខ្ញុំគឺប្រធានាធិបតី Trump ដែលយើងបានផ្លាស់ប្ដូរមជ្ឈមបូព៌ានិងនាំមកនូវសមិទ្ធផលដ៏អស្ចារ្យយើងបានយល់ព្រមលើបទឈប់បាញ់បណ្ដោះអាសន្ននៅក្នុងប្រទេសលីបង់តាមសំណើរបស់គាត់យើងនឹងផ្ដល់ឱកាសដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនិងយោធារួមបញ្ចូលគ្នាជាមួយរដ្ឋាភិបាលលីបង់ហើយខ្ញុំសូមរំលឹកអ្នកថាជាលើកដំបូងក្នុងរយៈពេល43ឆ្នាំតំណាងនៃរដ្ឋអ៊ីស្រាអែលកំពុងនិយាយដោយផ្ទាល់ជាមួយតំណាងនៃប្រទេសលីបង់ផ្លូវឆ្ពោះទៅរកសន្តិភាពវានៅតែវែងឆ្ងាយប៉ុន្តែយើងបានចាប់ផ្ដើមវាដៃម្ខាងរបស់យើងកាន់អាវុធដៃម្ខាងទៀតរបស់យើងត្រូវបានលាតត្រដាងដោយសន្តិភាពតាមមធ្យោបាយមួយឬមធ្យោបាយផ្សេងទៀតយើងនឹងស្ដារសន្តិសុខឡើងវិញដល់អ្នករស់នៅភាគខាងជើងហើយដោយមានជំនួយពីព្រះជាម្ចាស់យើងនឹងធ្វើសកម្មភាពហើយយើងនឹងទទួលបានជោគជ័យដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនជួយចុច like share follow និងចុច subscribe ម្នាក់មួយផង